ក្បត់ជាតិគាត់ចោទលោកសំរងស៊ីក្បត់ជាតិហ្នឹងបើសិនជាគិតពីទោសលោកសំរងស៊ីហ្នឹងជាប់គុកពី3ជាតិទៀតកើតមកជាប់ម្ដងទៀតអត់ទាន់រួចផងនឹងប៉ុណ្ណឹងថាជាប់ប្រហែល100ឆ្នាំហើយអ្នកនាំពាក្យផលរដ្ឋាភិបាលឬក៏អ្នកឃោសនិកផលរដ្ឋាភិបាលផលគណៈបព្វជិជនហ្នឹងចោទមិនត្រឹមតែលោកសំរងស៊ីនេះចោទដល់កូនដល់តាដល់ឪក្បត់ជាតិ3ជំនាន់ហើយសូម្បីតែលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ទ្រាំផ្លើពាក្យហ្នឹងដែរសំណើគេហៅវោហាសាសនយោបាយបែបហ្នឹងដែរសម្រាប់ខ្ញុំមើលទៅបើយើងមើលប្រវត្តិនយោបាយកម្ពុជាយើងមើលយើងមើលសម័យសង្គមរាស្ត្រនិយមដែលមានចោតបញ្ញវន្តជាក្បត់ជាតិណាព្យាយាមកំចាត់អ្នកដែលមានមតិផ្ទុយពីសង្គមរាស្ត្រនិយមយើងឃើញថាសួរថាបាត់បញ្ញវន្តសេរីដែលព្យាយាមធ្វើម៉េចឲ្យមានការផ្លាស់ប្ដូរទេអត់បាត់ទេរហូតដល់ពេលនេះមានកម្លាំងឱកាសមកដល់អាមេរិកកាំងជួយពេលនោះរ៉េតកេងផ្ដល់ជំនួយក៏មានកម្លាំងគ្រប់គ្រាន់នៅក្នុងការធ្វើរដ្ឋប្រហារទម្លាក់ព្រះឧត្តមសីហនុហើយនៅពេលដែលអស់ជំនួយក៏ខ្មែរក្រហមចូលស្លាប់បន្តគ្នាចឹងទៅចឹងហើយខ្ញុំមកដល់ពេលនេះនៅពេលដែលខ្ញុំឮពាក្យក្បត់ជាតិម្ដងណានិយាយចំណុចត្រង់នេះខាងក្រមគណៈបព្វប្រឆាំងហ្នឹងក៏ចោទទៅរដ្ឋាភិបាលរងថ្ងៃហ្នឹងក្បត់ជាតិដែរណាអាហ្នឹងយើងនិយាយឲ្យវាយុត្តិធម៌ទាំងអស់គ្នាណាកុំនិយាយចឹងថាពួកគណៈបព្វប្រឆាំងបានគេចោទទៅក្បត់ជាតិហ្នឹងខ្លួនឯងសម្ដែងខ្លួនឯងគិតថាខ្លួនឯងជាជនរងគ្រោះយើងហ្នឹងក៏ចោទរដ្ឋាភិបាលជារដ្ឋាភិបាលក្បត់ជាតិដែរអញ្ចឹងហើយសួរទៅនៅពេលដែលយើងនិយាយអ្នកនយោបាយបើយើងនិយាយបច្ចុប្បន្នថាអ្នកនយោបាយទាំងសងខាងចោទគ្នាក្បត់ជាតិហ្នឹងយើងរកកន្លែងរួបរวมគ្នាមិនទាំងរដ្ឋាភិបាលក៏ដោយទាំងគណៈបព្វប្រឆាំងក៏ដោយហើយបើយើងពិនិត្យមើលឲ្យច្បាស់ទៅអានេះខ្ញុំនិយាយបែកខាងរដ្ឋាភិបាលទេណានៅក្នុងកៅភ្នែកនៅក្នុងអារម្មណ៍របស់គណៈបកកណ្ដាលអំណាចរបស់រដ្ឋាភិបាលណាខ្ញុំអត់និយាយរួមមន្ត្រីរាជការណាខ្ញុំនិយាយពីគូបដិបកគូប្រកួតប្រជែងគណៈបកកណ្ដាលអំណាចជាមួយនឹងគណៈបកប្រឆាំងនៅក្នុងកៅភ្នែកនៅក្នុងអារម្មណ៍របស់គណៈបកកណ្ដាលអំណាចថាពួកប្រឆាំងជាពួកបត់ជាតិអ្នករងគ្រោះក៏មានលោកកឹមសុខាមួយហើយជាផុសតាំងស្រេចក៏ប៉ុន្តែមិនមែនមានន័យថានៅក្នុងកៅភ្នែកនៅក្នុងអារម្មណ៍របស់ពលរដ្ឋពួកប្រឆាំងជាពិសេសលោកសំរងស៊ីជាជនក្បត់ជាតិទេណាអាហ្នឹងយើងបែងចែកឲ្យច្បាស់កន្លែងហ្នឹងយើងបែងចែកឲ្យដាច់កន្លែងហ្នឹងហើយរដ្ឋាភិបាលអ្នកនយោបាយទាំងប្រឆាំងទាំងមិនប្រឆាំងហ្នឹងក៏ត្រូវពិចារណាដែរបើសិនជាក្នុងករណីក្នុងភ្នែករបស់ពលរដ្ឋលោកសំរងស៊ីជាជនក្បត់ជាតិណាខ្ញុំថារដ្ឋាភិបាលបច្ចុប្បន្នឬក៏រដ្ឋាភិបាលអាណត្តិមុនมันពិបាកទេព្រោះខ្ញុំជឿថាបើពលរដ្ឋគិតថាអ្នកណាមួយក្បត់ជាតិហើយគាត់ជាអ្នកកាត់សេចក្តីឯងព្រោះនៅក្នុងប្រទេសប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិក្នុងការកាត់សេចក្តីបញ្ចប់ជីវិតនយោបាយជនក្បត់ជាតិណាហើយបានយើងមិនអនុញ្ញាតឲ្យលោកសំរងស៊ីចូលស្រុកចូលរួមការបោះឆ្នោតប្រគល់ប្រជែងនៅត្រឹមត្រូវទៅតែឥឡូវនេះអ្វីដែលកើតរឿងតាក់ទងទៅនឹងពាក្យថាក្បត់ជាតិអីត្រឡប់មកវិញហ្នឹងគឺដោយសារតែបទវិភាគរបស់ខ្ញុំខ្លះដែលអាចថាជាការធ្វើឲ្យពាក្យនឹងត្រឡប់មកវិញដោយសារមានប្រតិកម្មពីអតីតនាយករដ្ឋមន្ត្រីជាដើមឡើងហ្នឹងគឺការដែលខ្ញុំវិភាគជាសេណារីយ៉ូទេថាបើសិនជាក្នុងករណីលោកសំរងស៊ីចូលស្រុកថៃពេលនេះហ្នឹងគឺថៃនឹងបើកទ្វារស្វាគមន៍ហើយព្រោះគេដឹងថាលោកសំរងស៊ីហ្នឹងជាគូប្រកួតប្រជែងជាសត្រូវនយោបាយជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអំឡុងពេលដែលថៃនឹងកំពុងតែចាញ់ប្រៀបកម្ពុជាប៉ុន្តែវាអាស្រ័យលើសំរងស៊ីទេវាមិនមែនអាស្រ័យទៅលើការវិភាគរបស់ខ្ញុំទេមកដល់ពេលនេះលោកសំរងស៊ីអត់ទាន់ឃើញបង្ហាញពីសញ្ញាណថាខ្លួននឹងចង់ចូលមកស្រុកថៃឬក៏មិនចង់ចូលឬក៏ចូលកម្ពុជាមិនចូលគាត់អត់មានផ្ដល់សញ្ញាណអីទេឃើញវាយប្រហារទៅតាមបណ្ដាញសង្គមរបស់គាត់ហ្នឹងឯងប៉ុន្តែមិនទាន់ឃើញមានផ្ដល់សញ្ញាណថាហើយមកលេងជាអ្នកទេសចរមកស្រុកថៃឬក៏ចុះមកសួរសុខទុក្ខពលករអីក្នុងអំឡុងពេលដែលថៃកម្ពុជាមានចំនួនអីក្នុងនាមជាអ្នកនយោបាយមិនទាន់ឃើញមានសញ្ញាណណាទាំងអស់ឬក៏ថាមិនមកចូលថៃក៏លោកសំរងស៊ីក៏វាយមកដុំអាស៊ីណាមកសិង្ហបុរីមកម៉ាឡេអីចឹងមកក្នុងនាមជាអ្នកទេសចរក៏មិនទាន់ឃើញសញ្ញាណដែរក៏ប៉ុន្តែគ្រាន់តែថាឃើញមានប្រតិកម្មហ្នឹងថាបើមកចូលតាមថៃមកគឺB21 ប្រហែល30-40ក៏ច្រៃអញ្ចឹងទៅអញ្ចឹងហើយគ្រាន់តែថានេះជាក្រៅតែពីរឿងវិវាទរវាងថៃនិងខ្មែរហ្នឹងយើងឃើញមានផ្ទៃក្នុងយើងហ្នឹងក៏ចាប់ផ្ដើមកក្រើកឡើងវិញប៉ុន្តែអ្វីដែលជាចំណុចវិជ្ជមានមួយទៀតដែលខ្ញុំចាប់អារម្មណ៍ដែរនេះក៏ឃើញមានពាក្យរួបរวมជាតិដែរបង្រួបជាធ្លុងមួយហើយមុននេះប្រហែលជា1ម៉ោងជាងហ្នឹងក៏ឃើញเพจរបស់ប្រធានព្រឹទ្ធសភាเพจមួយឈ្មោះថាសម្ដេច
ហ៊ុនសែនកម្ពុជាហ្នឹងក៏សរសេរថាសូមឲ្យពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយនៅក្នុងការទប់ស្កាត់ការឈ្លានពានរបស់ចៅថៃចៅឈ្លានពានថៃក៏ឃើញមានពាក្យរួបរวมហ្នឹងដែរក៏ប៉ុន្តែគ្រាន់តែក៏មានការបកស្រាយដែរថារួបរวมតែពួកដែលណាជាអ្នកមានអ្នកនយោបាយមាននិន្នាការផ្សេងនៅក្នុងស្រុកហើយកំចាត់ណាសាររបស់អតីតនាយករដ្ឋមន្ត្រីក្នុងកម្មវិធីខួប74ឆ្នាំនៃគណៈបព្វជិជនហ្នឹងក៏លើកឡើងដែរថាកំចាត់ពួកជ្រុលនិយមក្រៅច្បាប់អីជាដើមអញ្ចឹងហើយវាអត់មានសញ្ញាណណាមួយដែលឃើញថាមាត់ហ្នឹងយើងបង្រួមប៉ុន្តែករណីជាក់ស្ដែងវាអត់ឃើញមានប៉ុន្តែខ្ញុំគិតថាវាជាពេលវេលាមួយដែលយើងគួរតែជជែកគ្នារឿងហ្នឹងឡើងវិញដែរខ្ញុំគិតថាក្នុងកលៈទេសៈនេះអាចជាសំណើរបស់ខ្ញុំថាបើយើងនិយាយអំពីយុទ្ធសាស្ត្រយើងនិយាយអំពីទេពកោសល្យនៅក្នុងការធ្វើនយោបាយខ្ញុំទទួលស្គាល់ទេពកោសល្យរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនប្រធានព្រឹទ្ធសភាបច្ចុប្បន្នមានស្នាដៃមួយចំនួនធំនៅក្នុងការដឹកនាំជាតិចុងក្រោយជាពិសេសការបង្រួមការធ្វើសមារណកម្មបង្រួមជាតិនិងបង្រួមទឹកដីជាមួយនឹងខ្មែរក្រហមណាដោយប្រើយុទ្ធសាស្ត្រឈ្នះអីជាដើមឡើងប៉ុន្តែឥឡូវនេះហេតុអីបានជាខ្ញុំលើករឿងនេះឡើងខ្ញុំគិតថាវាគួរតែដល់ពេលវេលាមួយដែលលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនប្រើយុទ្ធសាស្ត្រអីក៏ដោយខ្ញុំថាយុទ្ធសាស្ត្រ IF ដែលធ្លាប់បានប្រើតាំងពីឆ្នាំ2017អីហ្នឹងមករហូតមកដល់បច្ចុប្បន្ននៅក្នុងការធ្វើម៉េចisolate and finish ណាយុទ្ធសាស្ត្រ IF ដែលធ្លាប់ប្រើហ្នឹងគឺខ្ញុំគិតថាដល់ពេលវេលាដែលគួរដកយុទ្ធសាស្ត្រហ្នឹងចេញហើយប្រើប្រាស់យុទ្ធសាស្ត្រឈ្នះឬក៏បង្កើតនៅវប្បធម៌សន្តានាឡើងវិញអានេះជាសំណូមពរក្នុងនាមជាអ្នកជាកូនខ្មែរម្នាក់ក៏ជាអ្នកដែលតាមដានកិច្ចការងារនយោបាយព្រោះនៅពេលដែលខ្ញុំឮពាក្យថាក្បត់ជាតិនេះខ្ញុំជាតែនឹកឃើញកង់ប្រវត្តិសាស្ត្របារម្ភកន្លែងលោកកង់ប្រវត្តិសាស្ត្រវិវល់មកចំណុចចុងក្រោយយើងឃើញហើយក្រោយទៅពីបើយើងបើកមុខកញ្ចក់ត្រឡប់ទៅក្រោយបន្តិចពីរឿងសម័យសង្គមនិយមនៅក្នុងប្រវត្តិសាស្ត្រកាលពីសម័យសង្គមនិយមគ្មានអ្នកណាសម័យថាមានអ្នកដែលអាចផ្ដួលរំលំរបបប្រជានិយមបានទេគ្មានអ្នកណាអាចផ្ដួលរំលំរបបសង្គមរាស្ត្រនិយមបានទេព្រោះសម្ដេចព្រះនរោត្តមសីហនុពេលនោះលោកមានស្នាដៃធំណាស់ក៏ប៉ុន្តែនៅពេលដែលចុងសម័យសង្គមរាស្ត្រនិយមហ្នឹងអំពើពុករលួយកើតឡើងខ្លាំងការបំពេញទៅលើដណ្ដើមយកដីពីពលរដ្ឋអីជាដើមឡើងហ្នឹងកើតឡើងខ្លាំងណាទឹកចិត្តរាជចាប់ផ្ដើមអស់សង្ឃឹមចាប់ផ្ដើមខឹងនឹងសម្ដេចព្រះនរោត្តមសីហនុហើយទន្ទឹមនោះសម្ដេចព្រះនរោត្តមសីហនុចាប់ផ្ដើមចូលទៅច្រៀងអីចឹងទៅបង្កើតទៅលេងសិល្បៈលេងអីជាដើមឡើងដើម្បីដោះស្រាយបញ្ហាណារហូតដល់មានពាក្យមួយដែលលោកប្រើថាស្អីច្រៀងបំពេខ្លានោះច្រៀងបំពេមហាអំណាចជាដើមអាហ្នឹងបងប្អូនអ្នកសិក្សាពីប្រវត្តិសាស្ត្រហ្នឹងអាចមានភាពស៊ីជម្រៅជាងខ្ញុំក៏ប៉ុន្តែខ្ញុំនិយាយត្រួសនៅក្នុងនេះគឺនៅពេលដែលពីចំនួនមួយចោតគ្នាថាជាជនក្បត់ជាតិហើយបើចោតទៅវាបាត់កម្លាំងដែលមានមតិផ្ទុយទៅមិនណាវាអត់មានឥឡូវហ្នឹងដូចគ្នាដែរសួរថាចោតលោកកឹមសុខាឥឡូវលោកកឹមសុខាជាប់ជាជនក្បត់ជាតិលោកសំរងស៊ីក៏ត្រូវមានប្រទេសខ្លួននៅក្រៅប្រទេសហើយក៏ត្រូវបានគេចោទថាជាជនក្បត់ជាតិ3ចំនួនអីជាដើមប៉ុន្តែសំណួរសួរថាចលនាប្រឆាំងឬក៏អ្នកដែលមានមតិផ្ទុយហ្នឹងបាត់ចេញពីកម្ពុជាទេបាត់ចេញពីកម្ពុជាទេកម្លាំងបើយើងនិយាយពីឆ្នាំ2013កម្លាំងដែលមានការគ្រប់គ្រងគណៈបព្វប្រឆាំងចិត្តពាក់កណ្ដាលប្រទេសដែរណានឹងមិនទាន់បូកជាមួយនឹងបញ្ញវន្តដែលសំងំនៅមិនទាន់បញ្ចេញមតិគំនិតយោបល់អីផងពួកគ្នារវល់ពីរឿងជីវភាពអីជាដើមណាអ្នកចេះដឹងមួយចំនួនគេយល់អីខុសអីត្រូវចឹងហើយអ្វីដែលសំខាន់គឺអានេះខ្ញុំនិយាយតែផ្នែកខាងរដ្ឋាភិបាលសិនតែបើសិនជាអាចអានឹងសំណុំពរក្នុងនាមជាកូនខ្មែរម្នាក់ក្នុងនាមជាអ្នកដែលស្រឡាញ់កិច្ចការងារសង្គមនយោបាយហើយមិនចង់ឃើញកម្ពុជាវិលទៅចូលនៅក្នុងកងប្រវត្តិសាស្ត្រដើមខ្ញុំថាការដកមាត្រា440រហូតដល់449នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ2010តែពីរឿងទោសក្បត់ជាតិពីរឿងអីជាដើមឡើងហ្នឹងខ្ញុំគិតថានឹងជួយសម្រួលច្រើនដែរទី1ទី2
វប្បធម៌សន្តានាដែលធ្លាប់ឃើញថាពលរដ្ឋមិនមែនតែខ្ញុំទេអ្នកតាមដានកិច្ចការងារនយោបាយចាស់ទុំនយោបាយក្នុងនោះយើងឃើញលោកបណ្ឌិតឡៅម៉ុងហៃដែលជាចាស់ទុំនយោបាយជាបញ្ញវន្តជើងចាស់ម្នាក់គាត់សម្ដែងការត្រេកអរនៅពេលដែលឃើញអ្នកនយោបាយជាពិសេសលោកសំរងស៊ីជាមួយនឹងលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រើប្រាស់វប្បធម៌សន្តានាក្នុងការជជែកប៉ុន្តែក្រោយមកយើងឃើញមានការបែកបាក់ទៅវិញវប្បធម៌សន្តានានឹងកើតឡើងបានរយៈខ្លីហើយមូលហេតុហ្នឹងគឺដោយសារតែម្នាក់ហ្នឹងគឺយកមកអស់ដៃរៀងខ្លួនណាមកអស់ដៃរៀងខ្លួនខ្ញុំមិនបន្ទោសខាងណាទេក៏ប៉ុន្តែខ្ញុំថាអ្វីដែលសំខាន់ជាចំណុចកលឹះគឺការដកថយម្នាក់មួយជំហានការដកថយម្នាក់មួយជំហានជាពិសេសគឺបើយើងនិយាយពីខាងអ្នកប្រឆាំងវិញអាមាត់ប្រពេចប្រប៉ោចអត់ប្រយោជន៍ហ្នឹងក៏គួរតែបន្ថយណារួបរวมម្ដងទៅផ្សេងរួបរวมទៅម្ដងទៅនេះទៅម្ដងទៅនោះទៅហ្នឹងបន្ថយបានបន្ថយរួបរวมចរចាគ្នាមិនបើយើងជេររហូតអាហ្នឹងបែកខាងប្រឆាំងតែខ្ញុំដឹងថាសំណេរ caption ខ្លីៗហ្នឹងខ្ញុំនិយាយដែរអាហ្នឹងបងប្អូនអ្នកប្រឆាំងខឹងក៏ខឹងទៅព្រោះខ្ញុំអត់មែនជាសមាជិកគណៈបព្វប្រឆាំងអីទេណាដឹងហើយពីកាលពីមានបញ្ហាប្រហែលខែមុនហ្នឹងគឺខ្ញុំហ្នឹងត្រូវបានបដិសេធមិនឲ្យចូលរួមជាមួយនឹងចលនាប្រឆាំងទេប៉ុន្តែខ្ញុំនៅតែស្រឡាញ់ប្រជាធិបតេយ្យនៅតែស្រឡាញ់នយោបាយចង់ឃើញកម្ពុជាមានភាពថ្លៃថ្នូរណារស់នៅជាប្រជាជាតិមួយដែលមានសេចក្តីថ្លៃថ្នូរហើយតើមានការរួបរวมហ្នឹងឯងអ្នកនយោបាយដែលមានទ្រព្យនយោបាយធំទាំងពីរប៉ុន្តែឃើញឥឡូវនេះ Facebook គេហៅការធ្វើនយោបាយអនឡាញហ្នឹងក៏មានឥទ្ធិពលដែរណាក៏មានឥទ្ធិពលដែរអញ្ចឹងហើយការប្រើប្រាស់សម្លេងនៅលើ Facebook នេះសំខាន់ណាស់ហើយខ្ញុំឃើញ caption ខ្លីៗនៅលើ page លោកប្រធានសំរងស៊ីខ្ញុំមិនដែលគិតថានឹងជាសម្លេងរបស់គាត់ទេប៉ុន្តែបើសម្លេងវែងមានលក្ខណៈបច្ចេកទេសណាគ្រាន់តែយើងមើលមកដឹងថាអ្នកនយោបាយជាន់ខ្ពស់ហ្មងអាហ្នឹងខ្ញុំគិតថានឹងសម្លេងរបស់លោកសំរងស៊ីប៉ុន្តែបើសរសេរ caption ខ្លីៗទៅសេពាក្យខ្លីៗបឈឺណាម្ដងរួបរวมម្ដងលុបម្ដងអីហ្នឹងអាហ្នឹងគឺអ្នកកាន់ page ហ្នឹងហ្មងហើយអ្នកកាន់ page ហ្នឹងមិនដឹងថាអារម្មណ៍ក្នុងខ្លួនហ្នឹងយ៉ាងម៉េចទេជួនកាលងើបមកមួមកទៅសេទៅណាអាហ្នឹងសំខាន់ណាស់បើសិនជាយើងមានឱកាសនៅក្នុងការគ្រប់គ្រង page មេដឹកនាំនយោបាយម្នាក់ឲ្យយើងយកមកសរសេរផ្ដេសផ្ដាស់អញ្ចឹងអាហ្នឹងវាធ្វើឲ្យខូចអស់អាយន្តការមួយដែលអាចនឹងមានការបង្រួបបង្រួមនឹងអាចធ្វើឲ្យអ្នកនយោបាយជាន់ខ្ពស់ទាំងពីរនេះអាចជជែកគ្នាបានហើយយើងទៅសរសេរកាត់បចោលអញ្ចឹងហើយយើងគ្រាន់តែជាសកម្មជននយោបាយម្នាក់ដែលទៅសរសេរធ្វើឲ្យវាខូចប្រយោជន៍អស់អាហ្នឹងខ្ញុំមិនដឹងថាគណៈដឹកនាំគណៈបកប្រឆាំងជាពិសេសអ្នកនៅជុំវិញគោរពស្រឡាញ់លោកប្រធានសំរងស៊ីហ្នឹងគួរពិចារណាឡើងវិញចំណុចហ្នឹងខ្ញុំក៏ជាមនុស្សដែលស្រឡាញ់គោរពស្រឡាញ់លោកសំរងស៊ីខ្ញុំគោរពវីរភាពគាត់ជាអ្នកតស៊ូនៅក្នុងឆាកនយោបាយដែលស្អាតស្អំនៅក្នុងប្រវត្តិសាស្ត្រខ្មែរពិបាករកប៉ុន្តែខ្ញុំឃើញភាពស្លូតរបស់គាត់បានធ្វើឲ្យណានិយាយឲ្យវាអស់ទៅថាឥឡូវនេះគឺលោកប្រធានហ្នឹងហាក់ដូចជាខ្លាយទៅជាចំណាប់ខ្មាំងរបស់ជាពិសេសអ្នកក្រុមអ្នកនយោបាយអត់វិន័យមួយចំនួនណាអាហ្នឹងហើយដែលខ្ញុំអ្វីដែលខ្ញុំស្ដាយខ្ញុំនិយាយនេះមិនមែនស្ដីបន្ទោសទេខឹងសម្បាក៏ខឹងចុះប៉ុន្តែអ្វីដែលខ្ញុំស្ដាយឱកាសនៃការរួបរวมរវាងកម្លាំងទាំងពីរជាពិសេសកម្លាំងប្រឆាំងជាមួយនឹងកម្លាំងបរដ្ឋាភិបាលដែលដឹកនាំប្រទេសសប្តាហ៍ថ្ងៃវាជាឱកាសមួយដែលអាចឲ្យពួកគាត់ទាំងពីរហ្នឹងទៅជែកគ្នាបានបោះដៃរកគ្នាបានប៉ុន្តែយើងនេះវាទៅសេផ្ដេសផ្ដាស់ឌៀមដាមទៅជេរទៅអីយ៉ាងមិនមែនមើលតែកំហុសរបស់អ្នកកាន់អំណាចទេបើយើងនិយាយរាល់ថ្ងៃនេះសំណួរសួរថាអ្នកណាក្បត់ជាតិឲ្យពិតប្រាកដគ្មាននរណាឆ្លើយបានទេខាងគណៈបកអំណាចទៅថាខាងបកប្រឆាំងក្បត់ជាតិទៅខាងបកប្រឆាំងទៅថាគណៈបកអំណាចក្បត់ជាតិទៅវារកអ្នកស្រឡាញ់ជាតិស្នេហាជាតិអត់បានអញ្ចឹងហើយវារឿងនយោបាយសុទ្ធដែលយើងអាចដោះស្រាយគ្នាបានវាគ្មានក្បត់ជាតិអីពិតប្រាកដទេប៉ុន្តែបំឡុងពេលដែលអ្នកដឹកនាំអាចមានឱកាសនៅក្នុងការជជែកគ្នាបានហើយណាមួយវ័យគាត់ផងដែលអាចណាជជែកគ្នាទោះបីជាមិនយល់មិនត្រូវគ្នាឲ្យ 100% ក៏ដោយជាសារជាតិអ្នកទាំងពីរខ្ញុំដឹងថាមិនត្រូវគ្នាប៉ុន្តែជាឱកាសមួយដែលអាចជជែកគ្នាហើយបង្កើតនៅគេហៅ space political space ជាវេទិកានយោបាយមួយសម្រាប់អ្នកបន្តវេនផុសគណៈបព្វប្រឆាំងនៅក្នុងការត្រឡប់ទៅកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងតាមសន្តិវិធីណាហើយតិចមកសម័យទៅបង្កើតកងទ័ពតាមព្រំដែននៃវាយផ្ដួលរដ្ឋាភិបាលកុំសង្ឃឹមវាហួសសម័យទៅហើយ
scenario មួយដែលខ្ញុំនិយាយជារឿយៗថាលោកសំរងស៊ីចូលទៅតាមថៃនឹងអាចមានចលនាធ្វើឲ្យកើនឡើងពីកន្លែងមួយទៅកន្លែងមួយដែរយ៉ាងម៉េចអាហ្នឹងគ្រាន់តែជា scenario មួយទេប៉ុន្តែគ្រប់គ្នាចង់ឃើញថាអ្នកនយោបាយចំនួនថ្មីហ្នឹងចូលទៅប្រកួតគ្នាហ្នឹងតាមរយៈការបោះឆ្នោតពលរដ្ឋជាអ្នកសម្រេចចិត្តហើយអ្នកដែលទៅសេក្នុង page លោកប្រធានសំរងស៊ីហ្នឹងសិតគឺអ្នកដែលចង់បន្តវេនដែរទេចង់ទៅប្រកួតប្រជែងជាមួយនឹងក្រុមអ្នកនយោបាយគណៈបព្វជិជនដឹកនាំដោយលោកហ៊ុនម៉ាណែតដែរទេប៉ុន្តែនៅពេលដែលយើងទៅសេផ្ដេសផ្ដាស់ហ្នឹងវាខូចនយោបាយផុសថ្នាក់ដឹកនាំអស់អាហ្នឹងយើងកុំបន្ទោសទៅគណៈបកកណ្ដាលអំណាចយើងមើលខ្លួនឯងដែរណាយើងមើលខ្លួនឯងដែរទៅសេបែបរាយមាយផ្ដេសផ្ដាស់ហ្នឹងឥឡូវទៅដោះស្រាយមកឥឡូវយើងប្រខូចឲ្យវាមានបញ្ហាអស់គ្រប់គ្នាចង់ឲ្យធ្វើម៉េចឲ្យអ្នកនយោបាយទាំងពីរហ្នឹងអាចមានឱកាសជជែកគ្នាហើយខ្ញុំជឿថាលោកកូនលោកសំរងស៊ីសំសរមជាមួយនឹងហ៊ុនម៉ាណែតនៅមានតំណែងតំណងគ្នាតាធ្លាប់ផ្ញើអ៊ីមែលរបស់យើងកន្លងមកយើងដឹងសិតតែមាន channel មានមធ្យោបាយនៅក្នុងការជជែកគ្នាតាប៉ុន្តែពេលយើងយកអារម្មណ៍ខ្លួនឯងជាសកម្មជនទៅចាក់ចូលនៅក្នុង page មេនិយាយផ្ដេសផ្ដាស់ខូចខ្ញុំមើលទៅខូចនយោបាយអស់ហើយខ្ញុំជាអ្នកដែលជំរុញខ្ញុំអត់មានត្រូវការទេធ្វើម៉េចឲ្យតែបានអ្នកនយោបាយនឹងត្រូវគ្នាមានឱកាសត្រឡប់ទៅកម្ពុជាប្រកួតប្រជែងនៅស្មើមុខស្មើមាត់ឲ្យពលរដ្ឋជាអ្នកកាត់សេចក្តីទៅអ្នកណាមានសមត្ថភាពអ្នកណាឈ្នះណាប៉ុន្តែខ្លះក៏ហ្នឹងហើយក៏មានទស្សនៈដែរខ្ញុំឃើញនៅក្នុង comment នេះថាក៏ទៅជឿឲ្យហ៊ុនសែនទៅនឹងហ៊ុនសែនចាប់ដាក់គុកអស់แล้วប៉ុន្តែសំណួរសួរថាយើងមិនរងធ្វើនយោបាយពីក្រៅប្រទេសនឹងអស់មួយជីវិតឬក៏យ៉ាងម៉េចចុះពលរដ្ឋដែលចិញ្ចឹមចិត្តផ្ដល់ក្តីសង្ឃឹមឲ្យអ្នកនយោបាយក្រៅប្រទេសថ្នាក់ដឹកនាំដែលធ្លាប់ផ្ដល់ក្តីសង្ឃឹមឲ្យគាត់គិតយ៉ាងម៉េចឥឡូវគាត់នៅក្នុងស្រុកហ្នឹងត្រូវសួរដែរណាក្រៅទៅពីរក្សាសុវត្ថិភាពអីខ្លួនឯងណាក្នុងនាមជាអ្នកនយោបាយក៏ត្រូវគិតពីអ្នកគ្រប់គ្រងតើសុខទុក្ខគាត់យ៉ាងម៉េចដែរបើមិនចឹងទេកុំធ្វើនយោបាយហ្នឹងយើងមិនគ្រាន់តែមករកស៊ីមករស់មិនចាំបាច់មកក្រៅប្រទេសទេដូច្នេះហើយសម្រាប់ខ្ញុំត្រឡប់មកវិញទី1គឺការដកថយម្នាក់មួយជំហាននិយាយចឹងខ្ញុំមិនមានសមត្ថភាពទេក្នុងការបដៅអ្នកនយោបាយជើងចាស់ទាំងពីររូបទេប៉ុន្តែគ្រាន់តែជាអ្នកជាកូនខ្មែរម្នាក់ដែលចង់ឃើញថាឲ្យវាមានការរួបរวมពិតប្រាកដកុំឲ្យតែមានតែមាត់ការរួបរวมពិតប្រាកដនេះគឺខ្ញុំមើលទៅអត់មានជំរឿនអីក្រៅតែពីលោកប្រធានសំរងស៊ីជាមួយនឹងលោកប្រធានប្រសិទ្ធិសម្ដេចហ៊ុនសែនហ្នឹងមានឱកាសក្នុងការជជែកគ្នាឡើងវិញទៅជជែកគ្នាមិនត្រូវក៏មិនត្រូវអញ្ចឹងទៅប៉ុន្តែយ៉ាងហោចណាស់ក៏បានជជែកគ្នាហើយបើយើងប្រើវោហារសាស្ត្រនៅក្នុងបណ្ដាញសង្គមវាយតគ្នាចេះហើយទាំងសងខាងខ្ញុំមើលបើយើងនិយាយពីប្រវត្តិទោះបីប្រើមធ្យោបាយបែបណាក៏ដោយវាអត់បាត់ទេអ្នកប្រឆាំងដូចស្មៅជើងក្រាស់អញ្ចឹងអ្នកដែលមាននិន្នាការផ្ទុយដូចស្មៅជើងក្រាស់ភ្លើងឆេះព្រៃមិនក៏នៅតែលាស់ឡើងវិញដែរពេលមានភ្លៀងអញ្ចឹងហើយវាអាចត្រឡប់ចូលទៅកង់ប្រវត្តិសាស្ត្រសម័យសៀននោះកាលពីសម័យសង្គមរាស្ត្រនិយមគ្មានអ្នកណាសម័យថានឹងផ្ដួលរបបរាជានិយមបានទេប៉ុន្តែនៅលន់នល់នៅធ្វើរដ្ឋាភិបាលបានចុងបញ្ចប់ខ្មែរធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ខ្ទេចខ្ទីអស់ស្លាប់មនុស្ស2-3លាននាក់ងាប់បញ្ញវន្តអស់ដូច្នេះហើយខ្ញុំថាអ្វីដែលសំខាន់គឺបើសិនជាអាចទី1គឺណាការពារធ្វើម៉េចកុំឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងកងប្រវត្តិសាស្ត្រឡើងវិញណាទៅជន់ដានចាស់ឡើងវិញណាទី2ហ្នឹងការបង្រួមជាធ្លុងមួយឲ្យពិតប្រាកដក៏ប៉ុន្តែត្រូវមានលក្ខខណ្ឌទាំងសងខាងដែរដូចខ្ញុំលើកឡើងអញ្ចឹងថាទី1អ្វីដែលសំខាន់គឺកាត់បន្ថយវោហារសាស្ត្រដែលបង្កើតការឈឺចាប់ហើយនឹងការបន្ទុកចិត្តគ្នាគណៈបព្វជិជនចូលចិត្តស្អីគឺពួកក្បត់ជាតិ3ចំនួនតន់ដិតក្បត់ជាតិ3ចំនួនហ្នឹងអាហ្នឹងហើយដែលធ្វើឲ្យវាពិបាកក្នុងការជជែកហ្នឹងខាងនិយាយខាងគណៈបកកណ្ដាលអំណាចប៉ុន្តែខាងគណៈបកប្រឆាំងក៏ដូចគ្នាដែរអាវោហារសាស្ត្ររាយមាយធ្វើឲ្យកើតនៅការចំអកលក់លើយប្រឈឺចិត្តជេរបចោហ្នឹងក៏យើងត្រូវបន្ថយដែរហើយក្នុងដំណាក់កាលសំខាន់ដែលជាតិកំពុងតែត្រូវការអ្នកនយោបាយទាំងពីររួបរวมគ្នាបែបនេះអ្នកដែលមានវោហារសាស្ត្រនយោបាយផ្ដេសផ្ដាស់ហ្នឹងបន្ថយទៅសុំវបើមិនអញ្ចឹងទេពួកខ្ញុំជឿថាអ្នកនយោបាយទាំងពីររូបមើល Facebook មើលដូចគ្នាហ្នឹងជួនកាលអាហ្នឹងវាប៉ះពាល់អារម្មណ៍ឈានទៅដល់ការប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអីដែរដូច្នេះហើយសរុបមកវិញខ្ញុំគិតថា
lâu ní bởi dương dây pi pi bọt chiết dương dây pi rương pi bọt chiết ní cứ miền cướp chấm non bằng ồn miền cướp chấm non hay chào cái này chẳng khai nó cứ chào sầm lạp nó sầm mai giờ lũ chào pan nhiều vòn sầm lạp riệp ân ấy rất trên này che đâm sao ngồi ấy chỉ mà nuôi sập riệp xa dương tầm mơ bọt quạt đó rồi ban cái tròn ban chào rồi ban thò đào video sầm mai sài sen lũ nó là hay suốt bọt ấy cái bọt có bọt chiết nó có bọt chiết ngua pan nhiều vòn mà có cột ban chào nó tập bèn cái lắm mà đo tầm mai luôn nói chào trong xe nụ đi chia này giống nó có bọt chiết mà đòn bỏ mà xa nằm mà đo tầm mai có hóm tầm lẹ luôn nói tới đạn mà xa tiết nó nguồn là mòn rất là bọt chiết rất là chào bọt chiết đúng không hãy xua chào đây nè miền nằm nai đầy không rót nè miền nằm nai căn rót căn con to căn ấy chẳng tới chào thấy sầm lạp bán pra vô nó ca rót nó ca sầm lạp được vấn đề nè phải trắng có chàoถ้าเขาบอดเชียร์จังเต้อปัญหาโดยสารคลุนมันมีอำนาจรอดเจ้าเจจังเต้อปัจจุบันยังเคยไงเราทำไปบ้าเจ้าจับเจ้ารถตัวนั่นนึงตามนั่งเต้อให้ขังปะช่างให้เจ้าเจจังเต้อเขาบอดเชียร์ไอจังเต้อปุ้ยปัญหาบทเส้นจะเมื่อเต้อด้วยมันดังทันในหน้าสารลังเชียร์นะบทตามเมื่อเต้อว่าเจ้าขึ้นอย่างนี้chẳng hay chúng ta ca cho chơi kia vấn đề còn là chia còn chia nơi chặt đau thầy chẳng hỏi nè xong ở bicharana chỉ biết sẽ cả chiên từ đó ca cho cha mình ai pra bịa chơi mà đấy đưa đòn từ chơi đại lệ khăn đấy cho ăn pe trôi từ chơi kia sân trôi từ chơi kia sân mới chỉ biết sẽ khăn nào bàช้างชมเคยพอให้นะสมเอาดอเลยเนี่ยตัวนโยบายต่างออกมาจอจ่าเนี่ยบานรูปเนี่ยบานเมื่อเราดอเลี้ยคันนั่งเส้นมั้ยเอาตะบานคุยแต่เจ๊เนี่ยเส้นให้จำโยเลี้ยคันนั่งตะดักเลือกตกวิ่งกลมดักเลือกเฟซบุ๊กเดี๋ยวข้างรถทางไปบ้าก็ด้วยเนี่ยเส้นจะอ้าใช่ไหมดออากำจัดปูกรมอุติมจุลยมนั่งดอเปียนั่งใจนึกยมท่าไปอ้าเขาเจ๊เนี่ยบ้านะวันประธานเอาตะเปียนั่งเตี้ยนั่งคือเวียดนามพอประเทศไทยนั่นคือไอ้นั่นตลอดโจจอนกองประวัติศาสตร์ตลอดโจกองจอนกองประวัติศาสตร์นะขมิ้นยังเชื่อแต่เรื่องทฤษฎีขมิ้นไอ้ยมตะนะจังให้ชมในเด็กชมเกิดหาโดยซาแต่เปียกบอดเจียดนั่งไปตลอดมาวิ่งให้เนี่ยรองกลัวโดยซาเรื่องบอดเจียดนั่งก็chỉ phải xem mấy đồng nòm vô bài lục cầm zakha tôi bây giờ trong mình sắp phình chật biên thường vô bài lục cầm zakha cái đó của mình đã trong có trong khơi nè vô bài chụp tôi để sao các bạn chia đấy buộc nè trên đi say trên nè để cho chân là vô bài cho chân sầm cúng á không biết là na trong thường vô bài là bây giờ chuyên các bạn chia đấy nâng tôi là nè nâng chlong cắt đôi nhom đôi ấy trong bộ mình miền bọt vì sao là vô bài ấy cho anh trên nè sắc xa liên xô đồng pi bánh hai sầm cúng là vô bài bên đây chật đây đào lợp lâu ní nữa nè miền Nam miền Tây Tây Nam tôi bùng phai chia thì sắp tới trong châu rùm chừng này thôi. Phần tay nộp là dương chấp đào miền cu bạc cua trên nhiều bái cu bạc cua về chế nó nè đặt tô dương thế cu bạc cua về chế nó nè còn nót hai dương nó chỉ chôn bát chiết. Để priệp ân đôi sau ngồi ấy để máy xe nuôi chẳng có thứ ấy có bát chiết nó bay qua chảo. Chẳng hay trong thay chỉ thua mà chiết thôi nè vô bái miền Nam trong có bát chiết thì miền Nam trong thua là vô bái là bay khai chỉ chôn có bát chiết thì trongตัดสนายจิตกลุ่มนี้นั่งปัจจัยกรณีถ้าใบกูโจลเตอร์นั่นคือจับดาวไปบัดบองนายพองคลายจันนโยบายจันใส่พองจังเตอร์ก็รอวิธีเซมนั่นใบกำจัดใบกูแต่พยายามนั่งเหมือนแมนแต่เติมนกนองสังคมขมายนกนองสังคมน่าก็โดยนี้ยังเมื่อสังคมไทยมั้ยสังคมไทยรอไงนั่นคือเอาแต่ปตอแบบนั่งเทียบขมายบ่มดาวบกแล้วเวียดนามดาวบกไทยตั้งเป็นเรื่องเศรษฐกิจตั้งเป็นเรื่องสังคมตั้งเป็นเรื่องไอ้ต่างโดยสายเวียดนามมีสามกีบเตะขนมตัวใบจีระบอบดักนอมตามแบบกุมมันดีก็ได้ปัญหาไทยเมื่อมาเอาแต่ในยุโรปไตรเจนปีกาบอชนาอเมาคือโยเทียนั่งอสบายใจเลยบุโยเทียเวียบัดบองนายเอาแต่ปตอแบบนั้นคือไทยอัดอยู่เว้ยพวกเรานี่ยังเคยเนี่ยโรซีทมจะไปใช้กรมพลนราชีกรมพลญี่ปุ่นไม่ได้เจนตัวเวียดนามอ่ะให้เนานั่งโมตนาเพียบไทยนี่หลักสงบนั่นแต่หลุดตะเคียนนั่ง
ឥឡូវចាប់ផ្ដើមអ្នកជិតខាងយើងបង្ហាញច្បាស់ថាការបែកបាក់សូម្បីតែប្រទេសខ្លួនឯងធំប៉ុណ្ណឹងក៏ចាញ់ខ្មែរដែរដោយសារអីដោយសារការបែកបាក់ផ្ទៃក្នុងហើយបើសិនជាយើងយកមេរៀននឹងយកមកឆ្លុះប្រចាំងហើយយើងអាចរួបរวมគ្នាបានជាជាមួយនឹងអ្នកនយោបាយជាន់ខ្ពស់ចាស់ទុំខ្ញុំរាប់ថាជាចាស់ទុំនយោបាយព្រោះគាត់70ជាងអស់ហើយបន្សល់ទុកនៅមរតកនៅវេទិកានយោបាយមួយដែលសមស្របទុកឲ្យក្មេងអាចប្រកួតប្រជែងដោយសន្តិវិធីបង្កើតនៅយន្តការបង្កើតនៅប្រព័ន្ធដឹកនាំរដ្ឋមួយដែលមានស្ថិរភាពមិនមែនឲ្យតែដូររដ្ឋាភិបាលម្ដងភ័យមុខភ័យក្រោយពលរដ្ឋហើយក្រុមអ្នកប្រឆាំងហ្នឹងក៏ដូចគ្នាដែរយុវជនមួយចំនួនហ្នឹងក៏អាចបន្ថយវោហារសាស្ត្រនយោបាយក្នុងដំណាក់កាលសំខាន់ដើម្បីជួយធ្វើម៉េចសម្របសម្រួលឲ្យថ្នាក់ដឹកនាំយើងហ្នឹងមានឱកាសជជែកគ្នាខ្ញុំគិតថាក៏ជាការរួមចំណែកដ៏សំខាន់ដែរក៏ប៉ុន្តែបើយើងបញ្ចេញអារម្មណ៍ខ្លួនឯងអ្នកខ្លះទៅបញ្ចេញអារម្មណ៍ដាក់ក្នុងเพจមេទៅទៀតខូចនយោបាយអស់ជួនកាលហ្នឹងចាស់ទុំរំទៅជជែកគ្នាហ្នឹងយើងដាក់តែ2 3សារទៅដាក់តែ2 3ផុសទៅអូខាងនោះថាជជែកគ្នាអត់បានទេបើជេរអីរហូតចឹងអូខេចឹងដូច្នេះខ្ញុំគិតថាជាសំណូមពរទាំងសងខាងខំក៏ដោយសบายចិត្តក៏ដោយខ្ញុំអត់មានបញ្ហាទេខ្ញុំអត់មានបញ្ហាខ្ញុំអត់ត្រូវការវិជាប្រយោភាពខ្ញុំអត់ត្រូវការគ្រប់គ្រងការបោះឆ្នោតអីជ្រើសរើសខ្ញុំអត់ត្រូវការទេខ្ញុំត្រូវការតែមួយគត់គឺចង់រួមចំណែកក្នុងនាមជាអ្នកសិក្សាអំពីបញ្ហាសង្គមនយោបាយតាមដានកិច្ចការងារនយោបាយហើយមធ្យោបាយដែលល្អបំផុតគឺការជជែកគ្នាត្រឡប់ទៅកិច្ចចរចាសូម្បីតែតំណោះថៃខ្មែរហ្នឹងក៏ដូចគ្នាដែរឃើញតែឆ្លោះគ្នាអញ្ចឹងតិចទៀតនិយាយគ្នាវិញ 100% គ្មានវាយគ្នាទេណាថៃខាងណាបើកអាវុធមុនគឺខាងនោះចាញ់ភ្លាមនៅក្នុងការធ្វើសង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្នណាសូម្បីតែអ៊ីស្រាអែលបច្ចុប្បន្នហ្នឹងមានអាមេរិកនៅវាក្រោយខ្នងប៉ុន្តែក្នុងភ្នែកផុសពិភពលោកគឺអ៊ីស្រាអែលមិនមែនជាប្រទេសមួយដែលត្រឹមត្រូវទេជាប្រទេសអមនុស្សធម៌អីជាដើមដូចគ្នាដែរហើយបើថៃបើកឆាកមុនណាប្រទេសខ្លួនឯងធំចេះចាញ់ខ្មែរ 100% មកនៅលើឆាកអន្តរជាតិអញ្ចឹងចុងបញ្ចប់ហ្នឹងត្រឡប់មកឃើញធ្វើចរិតដូចមេមន់ត្រេចុះត្រេឡើងដាក់គ្នាហ្នឹងតែបន្តិចទៀតហ្នឹងទៅជែកគ្នាវិញហើយត្រឡប់មកតុកចរចាវិញហើយករណីហ្នឹងដូចគ្នាដែរនៅក្នុងនយោបាយក្នុងស្រុកដូចគ្នាចឹងប៉ុន្តែដើម្បីធ្វើម៉េចកុំឲ្យវាអាចចូលតុកចរចាបានលុះត្រាតែវាមានលក្ខខណ្ឌនៃមួយចំនួនដែរទីមួយបន្ថយវោហារសាស្ត្រនយោបាយទាំងសងខាងណាការនិយាយរាយមាយទាំងខាងគណៈបកកណ្ដាលអំណាចហ្នឹងក៏ដោយអ្នកគ្រប់គ្រងគណៈបកកណ្ដាលអំណាចហ្នឹងក៏មិនណយដែរណាវោហារសាស្ត្រនោះជាពិសេសអ្នកដែលណាមានเพจអីមួយចំនួនហ្នឹងអូដូច្នេះហើយខ្ញុំថាវាអត់មានប្រយោជន៍អីដើម្បីធ្វើឲ្យជួយរួមចំណែកទេបើយើងឃើញមេដឹកនាំចេះតែជេរយើងនាំគ្នាជេរបដែរទៅយើងអត់នាំគ្នាផ្សះផ្សាផងយើងឃើញមេយើងហាយយើងនាំគ្នាហាយថែមហើយយើងហាយយើងស្រឡាញ់មេយើងគោរពតាមមេបើឃើញមេរៀងហាយហើយយើងជួយរួមតិចទៅអានោះបានសុខទាំងអស់គ្នាទេខ្ញុំមិនជឿថាឆ្លោះគ្នាហ្នឹងវាមានប្រយោជន៍ទេប៉ុន្តែអាចបានប្រកួតប្រជែងជាលក្ខណៈត្រឹមត្រូវនឹងយុទ្ធធម៌តាមរយៈការបោះឆ្នោតអាហ្នឹងមានចែងនៅក្នុងសន្និសីទទីក្រុងប៉ារីសឆ្នាំ91 PPA 91ឲ្យស្រេចបើនេះឃើញនយោបាយជ្រុលនិយមមួយចំនួនក៏ធ្លាប់និយាយដែរថាអូបោះឆ្នោតខ្ញុំនៅតែគ្រប់គ្រងការបោះឆ្នោតអញ្ចឹងប៉ុន្តែគាត់ថាលក្ខខណ្ឌខ្លះនៅក្នុងឆាកនយោបាយវាត្រូវមានटेक्निक វាត្រូវមានអីអាហ្នឹងថ្នាក់ដឹកនាំនយោបាយធ្វើណាបាទអរគុណច្រើនមែនទែនសម្រាប់បងប្អូនប្រហែលជា300នាក់ដែលកំពុងតែមើលខ្ញុំអនឡាញសូមអធិស្ឋានចំពោះកំហុសឆ្គងមួយចំនួនណាការប្រើប្រាស់ពាក្យខ្លះធៀបជាមួយនឹងការលេងបៀវាយទិញលេនវាយកតេអាហ្នឹងគ្រាន់តែជាវិធីសាស្ត្រនៅក្នុងការធ្វើម៉េចឲ្យបងប្អូនងាយយល់ទេមិនមានចេតនាលើកទឹកចិត្តឲ្យទៅលេងលបាយស៊ីសងទេហើយណាទស្សនៈរបស់បងប្អូនដែលបញ្ចេញនៅលើ comment នៃមួយចំនួនហ្នឹងខ្ញុំក៏បានអានខ្លះខ្ញុំគោរពនៅទស្សនៈទាំងអស់នោះខ្ញុំគោរពនៅមតិផ្ទុយប៉ុន្តែខ្ញុំក៏មានមតិរបស់ខ្ញុំដែរអញ្ចឹងហើយយើងគោរពនៅភាពចម្រុះនៃមតិណាភាពចម្រុះនៃមតិប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺចំហនៅក្នុងការស្រឡាញ់ជាតិស្រឡាញ់ប្រទេសហ្នឹងគឺយើងមានដូចគ្នាគោលបំណងរបស់យើងគឺមានដូចគ្នាប៉ុន្តែខណៈយើងមាននិន្នាការទស្សនវិជ្ជាមនោគមវិជ្ជានយោបាយផ្សេងគ្នាតែប៉ុណ្ណោះអាហ្នឹងវាអត់មានបញ្ហាទេប៉ុន្តែខណៈថាបើយើងនៅតែមានគោលដៅរួម
ចង់ឃើញជាតិយើងរីចម្រើនចង់ឃើញជាតិយើងរស់នៅបានជុំគ្នាអាហ្នឹងបងប្អូននិយាយអីក៏បានដែរអត់បញ្ហាទេអត់បញ្ហាទេប៉ុន្តែបងប្អូនមានទស្សនៈថាអូក្រុមពួកប្រឆាំងនៅក្រៅប្រទេសហ្នឹងត្រូវតែកម្ចាត់វាខ្ទេចអស់សូមពិចារណាឡើងវិញសូមពិចារណាមើលប្រវត្តិសាស្ត្រពីឆ្នាំមិនបាច់មើលយូរទេមើលតែ70 80ឆ្នាំចុងក្រោយនេះខ្ញុំមិនដែលឃើញរបបណាមួយដែលកម្ចាត់ពួកអ្នកដែលមាននៅការផ្ទុយអស់ពីលើផែនដីនេះទេតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះកម្ចាត់ពួកបញ្ញវន្តសេរីឡើងកាន់អំណាចត្រូវបានពួកអាមេរិកជួយចូលជ្រកក្រោមរបបលន់នល់បន្តមកទៀតពួកកុម្មុយនីសដែលមើលទៅពួកសេរីនឹងវាមានឥទ្ធិពលនៅក្នុងកម្ពុជាពួកកុម្មុយនីសមកសម្លាប់ពួកបញ្ញវន្តសេរីអស់ប៉ុន្តែសំណួរសួរថាអស់ទេអ្នកដែលមានមតិផ្ទុយនឹងរាល់ថ្ងៃហ្នឹងសម្លាប់អស់ទេអ្នកខ្លួនសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភារាល់ថ្ងៃហ្នឹងតាមកម្ចាត់ពួកប្រឆាំងហ្នឹងតាំងពីឆ្នាំ93មកម្លេះអស់រាជានិយមហ៊ុនស៊ិនប៉ិចមួយប៉ុន្តែនៅតែមានអ្នករាជានិយមចឹងក្រោយមកសំរងស៊ីតាមកម្ចាត់ពួកប្រឆាំងធ្វើទុកបុកម្នេញខ្លះរត់ចោលស្រុកចោលប្រទេសប៉ុន្តែអស់ហើយអត់មានអស់ទៅណានៅចឹងហើយបើកម្ចាត់មិនអស់ដែរចែកគ្នាវិញទៅក៏បានប៉ុន្តែខណ្ឌថាឲ្យមានលក្ខខណ្ឌខ្លះទៅណាថាដកថយម្នាក់ជំហានសិនមើលហើយខ្ញុំជឿថាលោកសំរងស៊ីជាមួយនឹងលោកហ៊ុនសែនប្រធានព្រឹទ្ធសភាបច្ចុប្បន្នហ្នឹងនៅមាន channel តាក់ទងគ្នាខ្ញុំជឿពួកកូនប្រុសគាត់នៅតាក់ទងគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតឡើយហ្នឹងណាដូច្នេះខ្ញុំថាមានតំណែងតំណងអាចទៅជែកគ្នាប៉ុន្តែខណ្ឌថាមិនទាន់ដល់ពេលវេលាប៉ុន្តែសំខាន់អ្នកគ្រប់គ្រងហ្នឹងបើសិនជាចង់ឲ្យមានការបង្រួមចង់ឲ្យមានការជជែកប្រើប្រាស់នយោបាយតាមបែបស៊ីវិល័យអាហ្នឹងយើងចារណាទាំងអស់គ្នាប៉ុន្តែថាយើងចង់យកតែមកឈ្នះដៃទេយកតែមកបាន view បាន share ច្រើនជេរដើម្បីឲ្យចាស់មួយចំនួនហ្នឹងសប្បាយចិត្តទេអាហ្នឹងពួយទៅអត់បញ្ហាទេខ្ញុំហ្នឹងក៏ដូចគ្នាដែរឃើញអ្នកខ្លះហ្នឹងមកអូមិនក៏មិនជេរហ៊ុនសែនទៅហ៊ុនសែនធ្វើបាបប៉ុណ្ណឹងហើយជេរអស់ដៃខ្ញុំថាជេរខ្លួនឯងទៅមានមាត់ដូចគ្នាទេខ្ញុំវាមិនចេះជេរប៉ុន្តែអ្នកឲ្យគេជេរនេះក៏មិនជេរខ្លួនឯងទៅប៉ុន្តែអ្នកប្រកបឲ្យខ្ញុំជេរហ្នឹងអាសាទៅស្រុកខ្មែរណាទៅតិចទៅលេងអញ្ចឹងទៅមួយឆ្នាំទៅម្ដងដឹកស្រុកប៉ុន្តែមកវិញអូដើរប្រាប់គេជេរនៅវាមានអញ្ចឹងវាមានមនុស្សមួយចំនួននៅមានចរិតបែបហ្នឹងដល់ហើយណាហើយក៏ជាអ្នកដែលធូធានៅក្នុងសង្គមក្រៅប្រទេសហ្នឹងណាពួកគាត់មកតាំងពីយូរហើយគាត់មានឱកាសមានលទ្ធភាពអីណាប៉ុន្តែធ្វើតាមគាត់មកដោះស្រាយបញ្ហាជាតិអីបានទេជេហ្នឹងគាត់ហូបបាយបានហ្នឹងគាត់ហូបហើយបាយបានហើយគាត់លឺតែយើងជេហ៊ុនសែនគាត់ហូបបាយបានគាត់ដេកលក់ស្រួលប៉ុន្តែសួរថាជាដំណោះស្រាយវាអត់ដោះស្រាយកើតទេតែជេហ្នឹងគឺអត់ដោះស្រាយបានហ្មងទាំងខាងគណៈបព្វជិជនក៏ដោយជេលោកសំរងស៊ីខ្ញុំដោះស្រាយចេញខ្ញុំឃើញជេខាងសំរងស៊ីជេខាងប្រឆាំងគេលាយទៅណាពួកប្រឆាំងនៅនឹងថ្កល់ធានបលែងចូលស្រុកមួយចំនួនទៅជេគ្នាបោះឆ្នោតឲ្យសេរីនឹងយុទ្ធធម៌ប្រជាជនកាត់សេចក្តីទៅតាមរយៈសម្លេងឆ្នោតហ្នឹងណាឈ្នះណាចាញ់ដឹងហើយចឹងហើយតលមធ្យោបាយតលវិធីសាស្ត្រហ្នឹងគឺតដកថយអ្នកវិជាប្រើយុទ្ធសាស្ត្រខ្ញុំមិនដឹងទេពីមុនមកគឺប្រើយុទ្ធសាស្ត្រឈ្នះដើម្បីបង្រួមទឹកដីមួយខ្មែរក្រហមអីបើឥឡូវអាចបង្រួមជាមួយគណៈបព្វប្រឆាំងបានអាហ្នឹងគឺជាប្រវត្តិសាស្ត្រមួយទៀតដែលចាទុកហើយខ្ញុំនៅគ្រប់នៅវីរភាពអ្នកនយោបាយទាំងពីររូបហ្នឹងទោះបីជាខ្ញុំពេញចិត្តមិនពេញចិត្តអីខ្ញុំអាហ្នឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុន្តែខ្ញុំគិតថាអ្នកនយោបាយទាំងពីររូបដែលចំណាយពេលស្ទើរតែមួយជីវិតរបស់ខ្លួននៅក្នុងកិច្ចការងារនយោបាយសិតតែអ្នកស្រឡាញ់ជាតិដូចគ្នាទេគ្មានអ្នកណាក្បត់ជាតិទេចោតគ្នាទេអាហ្នឹងមកតែឈប់ចោតបានក៏ល្អដែរហ្នឹងហើយអញ្ចឹងខ្ញុំសូមអនុញ្ញាតប៉ុណ្ណឹងសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់ខ្ញុំដោយការពិចារណាបាទស្ដាប់ដោយការពិចារណាចង់ជេរចង់អីក៏ជេរបាននៅក្នុងเพจហ្នឹងបាទជេរចោះជេរបើជេរឲ្យហូបបាយបានជេរខ្ញុំថាក៏ជាការចូលរួមចំណែកឲ្យបងប្អូនមានសុខភាពល្អដែរបើជេរខ្ញុំទៅវាហូបបាយស្រួលខ្លួនណាជេរឲ្យធូរពោះជេរចោះប៉ុន្តែខ្ញុំអត់រង្គើទេខ្ញុំអត់រង្គើទេរឿងចឹងហ៎ណាដូច្នេះហើយសូមជូនពរបាទសូមទទួលទានអាហារបានឆ្ងាញ់បើអ្នកខ្លះមិនទាន់ហូបបាយឬក៏អ្នកខ្លះដែលរៀបចំចូលរំលែកបាទសូមទទួលរំលែកឲ្យបានស្កប់បាទសូមអរគុណសូមជម្រាបលាបាទ